មេរៀនជីវិតបាត់បង់គុណធម៌ជាអន្តរាយដ៏ក្រៃលែងមនុស្សដែលពឹងខ្លួនឯងបានតាមផ្លូវកាយនោះរកបានងាយជាងមនុស្សដែលពឹងខ្លួនឯងបានតាមផ្លូវចិត្តមនុស្សខ្លះបានជួបប្រសពនៅសេចក្តីសម្រេចខាងផ្លូវសេដ្ឋកិច្ចយ៉ាងល្អតែត្រូវវិនាសអន្តរាយនៅសម្បត្តិខាងផ្លូវចិត្តជាការខាតបង់ដ៏ធំធេងការវិនាសអន្តរាយនៅសម្បត្តិខាងផ្លូវចិត្តជាការវិនាសអន្តរាយដ៏ក្រៃលែងរបស់មនុស្សស្គាល់ទុកដោយបញ្ញាទើបបានសុខមិនមានជីវិតណាដែលប្រព្រឹត្តទៅដោយរាបស្មើប្រឆាចទុកគ្រប់យ៉ាងនោះឡើយតែទុកនោះឯងបើចេះមើលចេះប្រើវាឲ្យល្អនឹងជាដើមហេតុឲ្យកើតសេចក្តីសុខដ៏មាំមួនយើងដឹងពីភាពត្រជាក់នៃម្លប់ដើមឈើក៏ព្រោះមានកម្ដៅថ្ងៃនៅជុំវិញជីវិតនេះការដែលត្រូវពាត់ជុំវិញទៅដោយកម្ដៅថ្ងៃគឺសេចក្តីទុក្ខអ្នកប្រាជ្ញអាចរកសេចក្តីសុខបានក្នុងទីដែលមានទុក្ខនៅពាត់ជុំវិញនោះឯងទិសដៅដ៏សំខាន់គឺសេចក្តីស្ងប់ការបើទិសដៅដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិតស្ថិតនៅត្រង់សេចក្តីស្ងប់ហើយអ្វីៗដែលបានខូចខាតទៅក៏ឈ្មោះថាខ្លួនមិនបានខូចខាតអ្វីឡើយព្រោះសម្បត្តិដ៏មានតម្លៃថ្លៃថ្លាបំផុតគឺដួងចិត្តដែលស្ងប់ដោយធម៌របស់អ្នកប្រាជ្ញអ្វីៗដែលបានមកក៏គ្រាន់តែថាបានមកព្រោះសម្បត្តិទាំងឡាយក្នុងលោកនេះជារបស់លោកយើងគ្រាន់តែបានមកអាស្រ័យប្រើប្រាស់មួយគ្រាប៉ុណ្ណោះហើយក៏លះបង់ចោលទៅដឹងអារម្មណ៍ដូចគ្នាតែផលសម្រេចផ្សេងគ្នារបស់តែមួយអាចនាំឲ្យអន្តរាយសម្រាប់មនុស្សម្នាក់តែមិននាំអន្តរាយដល់មនុស្សម្នាក់ផ្សេងទៀតឡើយនេះព្រោះអាស្រ័យគ្រឿងទទួលរ៉ាប់រងបាតដៃដែលមានដំបៅនិងមិនមានដំបៅការដែលដាក់ថ្នាំពឹសទៅក្នុងបាតដៃដែលមានដំបៅវារមែងជ្រាបចូលទៅក្នុងបាតដៃនោះរត់ទៅតាមសរសៃឈាមនាំឲ្យអន្តរាយដល់ជីវិតតែការដាក់ថ្នាំពឹសនោះទៅក្នុងបាតដៃដែលមិនមានដំបៅវាមិនមានផ្លូវជ្រាបចូលទៅក្នុងរូបកាយអន្តរាយក៏មិនមានយ៉ាងណាមិញអារម្មណ៍តែម្យ៉ាងដូចគ្នាកើតឡើងដល់បុគ្គលផ្សេងគ្នាផលដែលចេញមកក៏រមែងផ្សេងគ្នាក៏យ៉ាងនោះដែរមានដំបៅចិត្តត្រូវបិទថ្នាំមនុស្សដែលច្រើនដោយសេចក្តីក្រោធព្រោះចិត្តមានដំបៅទោសៈពាក្យសម្ដីអ្នកដទៃមកប៉ះខ្ទប់តែបន្តិចបន្តួចជាដើមប៉ុណ្ណោះក៏ហូរទឹករងៃចេញតាមដៃជើងអកប្បកិរិយាទឹកមុខពាក្យសម្ដីរួចហើយក៏ជះក្លិនស្អុយទៅទាំងបណ្ដោយខ្យល់ទាំងបញ្ច្រាស់ខ្យល់ជាការប្រកាសសេចក្តីអាក្រក់របស់ខ្លួនឯងប្រាប់អ្នកដទៃចំណែកមនុស្សដែលមានចិត្តមាំទាំល្អបរិសុទ្ធមិនមានដំបៅទោះជាអារម្មណ៍មិនល្អយ៉ាងណាមកប៉ះខ្ទប់ក៏ដោយក៏មិនអាចជ្រួតជ្រាបទៅធ្វើឲ្យចិត្តមានការថ្នាំងថ្នាក់បានដែរដោយទឹកមិនជ្រាបទៅក្នុងស្លឹកឈូកឬគ្រាប់ពេជ្រដែលមិនមានស្នាមប្រេះដូច្នោះឯងឃើញតែខ្លួនឯងតែងប៉ះទង្គិចដល់អ្នកដទៃមនុស្សយើងទោះជាបានទទួលការសិក្សាខាងក្រៅខ្ពង់ខ្ពស់ដល់ណាក៏ដោយចិត្តវិញ្ញាណរបស់មនុស្សយើងមិនអាចភ្លឺស្វាងទៅបានឡើយលើកលែងតែការបែរមករកសិក្សានិងបដិបត្តិផ្នែកផ្លូវចិត្តផងប៉ុណ្ណោះការសិក្សាវិជ្ជាការផ្សេងជាខាងក្រៅមិនបានជួយឲ្យមនុស្សយើងកាត់បន្ថយនៅគំនិតកត្តាពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយការទាស់តែងគ្នាក្នុងសង្គមរហូតដល់កាប់សម្លាប់ប្រហារជីវិតគ្នានោះគឺមកពីការឃើញតែខ្លួនឯងគិតតែពីជីវិតរបស់ខ្លួនមិនគិតដល់ជីវិតអ្នកដទៃផងនឹងឯងមិនអប់រំចិត្តជាការភ្លៀងភ្លាត់របស់មនុស្សក្នុងโลกបច្ចុប្បន្នច្រើនដោយសម្ភារៈការប្រជែងគ្នាក៏មានច្រើនសេចក្តីត្រូវការក៏ច្រើនអំពើខុសខើក៏ច្រើនមនុស្សយើងសពថ្ងៃរកតែនិយាយឲ្យត្រូវថាចង់បានអ្វីឲ្យពិតប្រាកដនោះក៏និយាយមិនបានដែរសេចក្តីសុខសឹងដែលប្រក្រតីជារបស់រកបានងាយក៏ត្រឡប់ទៅជារកបានដោយលំបាកវិញនេះព្រោះមកអំពីការភ្លៀងភ្លាត់របស់មនុស្សយើងពោលគឺមនុស្សយើងមានការប្រងើយកន្តើយដល់ការអប់រំចិត្តមិនឃើញតម្លៃក្នុងការដុសខាត់សម្អាតចិត្តរបស់ខ្លួននឹងឯងធម្មទានឈ្នះអទានទាំងពួងទុក្ខរបស់មនុស្សលោកមិនអាចកែខៃបានដោយការជួយខាងផ្លូវកាយតែម្យ៉ាងនោះឡើយ
ដរាបណាឧបនិស្ស័យអាក្រក់របស់មនុស្សលោកនៅមិនដូរផ្លាស់ទេមនុស្សលោកនៅតែមានសេចក្តីដឹងខ្លួនជាទុកដដែលវិធីដែលប្រសើរបំផុតសម្រាប់ដោះស្រាយនៅបញ្ហានេះគឺការជួយឲ្យមនុស្សលោកមានការចេះដឹងនិងមាននូវសេចក្តីបរិសុទ្ធកើតឡើងសេចក្តីល្ងងខ្លៅគឺជាឫសគល់ដ៏សំខាន់នៃអំពើអាក្រក់និងទុក្ខទាំងពួងដូច្នេះអ្នកដែលមានបំណងចង់ជួយដោះស្រាយនៅទុក្ខក្នុងលោកសូមជួយឲ្យមនុស្សបាននូវការសិក្សាល្អបានទទួលនូវភាពភ្លឺស្វាងនិងបរិសុទ្ធក្នុងចិត្តផងចុះ